លោកពូទីនសាទរសន្ទុះខ្លាំងក្នុងកិច្ចសហប្រតិបត្តិការរុស្ស៊ីចិនក្នុងកិច្ចពិភាក្សាជាមួយស៊ីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសាទរចំពោះសន្ទុះរឹងមាំនិងវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនខណៈដែលលោកបានជួបពិភាក្សាជាមួយសមាភិកគី Xi Jinping នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី20 ខែឧសភាឆ្នាំ2026លោកពូទីនបានប្រាប់លោកស៊ីខណៈអ្នកទាំងពីរបានជួបគ្នានៅមហាសាលប្រជាជននេះវីដេអូពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញថាសូម្បីតែចំពេលកត្តាខាងក្រៅមិនអំណោយផលក៏ដោយកិច្ចសហប្រតិបត្តិការនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងយើងកំពុងបង្ហាញពីភាពរឹងមាំនិងវិជ្ជមានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានជួយបំពងសម្លេងថាទន្ទឹមនឹងនោះលោកស៊ីបានសាទរចំពោះទំនាក់ទំនងមិនចុះសម្រុងរវាងចិននិងរុស្ស៊ីក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់រដ្ឋធានីចិនអបតិចនិងលទ្ធផលនៃជំនួបរវាង Xi និង Putin នឹងត្រូវបានពិនិត្យយ៉ាងដិតដល់លោកពូទីនត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីនៅពេលដែលលោកបានទៅដល់កាលពីល្ងាចថ្ងៃអង្គារដោយមានឆ្មាំកិត្តិយសជាមួយយុវជនចិនដែលកំពុងក្រវីទង់ជាតិរបស់ប្រទេសទាំងពីរនៅក្នុងពិធីស្វាគមន៍លោកស៊ីបានស្វាគមន៍គាត់នៅ Great Hall of People កាលពីថ្ងៃពុធជាកន្លែងដែលគាត់បានទទួលពិធីស្វាគមន៍ជាផ្លូវការលោកពូទីនបានមកដល់ទីក្រុងប៉េកាំងនៅដែលរាំងចុះខ្សោយដោយសារសង្គ្រាមជាច្រើនឆ្នាំរបស់ខ្លួនលើអ៊ុយក្រែនខណៈដែលការដាក់ទណ្ឌកម្មរបស់មហាអំណាចលោកខាងលិចបានធ្វើឲ្យមានការគៀបសង្កត់លើប្រាក់ចំណូលថាមពលរបស់រុស្ស៊ីប៉ុន្តែនៅពេលដែលសង្គ្រាមរបស់ទីក្រុង Washington ក្នុងប្រទេសអ៊ីរ៉ង់បើកឱកាសមួយដើម្បីជំរុញដៃគូដែលស្រេកឃ្លានថាមពលដើម្បីស្វែងរកជម្រើសជំនួសលោកពូទីនអាចនឹងប្រើឱកាសនេះដើម្បីជំរុញប្រទេសចិនឲ្យផ្លាស់ទីកាន់តែលឿនទៅលើបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយទីក្រុងមូស្គូកំពុងពឹងផ្អែកយ៉ាងខ្លាំងលើសេដ្ឋកិច្ចលើទីក្រុងប៉េកាំងដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ីនៅក្នុងសារវីដេអូមួយទៅកាន់ប្រជាជនចិនដែលបានចេញផ្សាយប៉ុន្មានម៉ោងមុនពេលការមកដល់របស់គាត់កាលពីថ្ងៃអង្គារលោកពូទីនបាននិយាយថាទំនាក់ទំនងបានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមកហើយថាពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិននៅតែបន្តកើនឡើងលោកពូទីនបាននិយាយនៅក្នុងសំណេរដោយសំអាងលើសហរដ្ឋអាមេរិកថាទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធរវាងរុស្ស៊ីនិងចិនដើរតួយ៉ាងសំខាន់រក្សាស្ថិរភាពនៅទូទាំងពិភពលោក